ជំរាបសួរបងប្អូនទាំងអស់គ្នានេះជាវិធីធ្វើតែបៃតងក្រូចឆ្មាហើយដំបូងឡើយគឺយើងដាក់តែរបស់យើង2ស្លាបព្រាហើយយើងធ្វើការឆុងហើយចំណុចតែរបស់យើងហ្នឹងគឺ90 ml ដោយសារយើងប្រើកែវតូចលេខ22សម្រាប់កែវធំគឺយើងឆុង130 ml ហើយស្ករសគឺខ្ញុំប្រើ3ស្លាបព្រាហើយបន្ទាប់មកគឺយើងធ្វើការចាក់តែរបស់យើងចូលហើយបន្ថែមជាមួយនឹងក្រូចឆ្មាគឺខ្ញុំប្រើ2 shot ក្នុងមួយ shot 30 ml ហើយយើងធ្វើការវាយតែរបស់យើងនឹងជាមួយនឹងស្ករសជាមួយនឹងក្រូចឆ្មានឹងឲ្យវាចូលជាតិគ្នាល្អហើយចាំយើងបន្ថែមជាមួយទឹកកកទៅគឺជាការស្រេចហើយបើសិនជាបងប្អូនអត់មានឧបករណ៍សម្រាប់វាយដូចខ្ញុំអញ្ចឹងយើងអាចវាយជាមួយនឹងស្លាបព្រាក៏បានដែរអត់មានអីជាបញ្ហាទេហើយនេះក៏ជារូបមន្តរបស់ Fear Cafe ដែលចង់ធ្វើការចែករំលែកទៅបងប្អូនទាំងអស់គ្នាដែលបានទស្សនាហើយអាចយកទៅសាកល្បងធ្វើនៅផ្ទះបានដោយខ្លួនឯងជាចុងក្រោយហើយខ្ញុំសូមអរគុណចំពោះការទស្សនាវីដេអូ